nâng ấy bong ôn bà video chạm toàn bàn tọp comment phong hay là mò bà một thơ video tham mày video tham mày nó cứ video để nhung phơi đầm na bà vì sọc cầm na là khai tự cao đó mà can đi từ điệp nông pin vinh đầm bay mò phơi sầm nòng tham đa vinh bà hay sầm đẹp bong bồn ở khía bàn phơi đầm na mò nông pin vinh từng ở khía nữ bàនេះគឺខ្ញុំចាប់ផ្ដើមចេញដំណើរពីស្រុកខ្ញុំបាទពីខេត្តតាកែវនៅស្រុកត្រាំងខ្ញុំនៅចិត្តម្ដុំពន្ទាកូនស្រែរនងដែរទេហើយខ្ញុំទៅពេញខ្ញុំជិះតាមផ្លូវជាតិលេខ3បាទហ្នឹងហើយបងប្អូនបាទហើយផ្លូវរបស់ខ្ញុំនេះគឺនៅស្រុកខ្ញុំមិនទាន់បានចាក់កស៊ូចាក់អីស្រួលបួលទេគម្រោងគេគ្រោងចាក់កស៊ូដែរតែអត់ទាន់បានចាក់ទេហើយនៅតាមដងផ្លូវបាទធម្មជាតិបាទស្រែចម្ការហ្នឹងនិយាយថាខែនេះគឺស្រស់បំប្រងខៀវខ្ចីតែម្ដងបងប្អូននេះគឺប្អូនខ្ញុំបាទរបស់វាគឺ ADV ដែរ150ដូចគ្នារបស់វាពណ៌ខ្មៅមើលទៅលង្កាចតែម្ដងជិះនៅលើផ្លូវក្រហមចេះទៀតនិយាយថាឡើងឆ្លោះបងប្អូនហើយដល់អានេះវាស្រឡាញ់ពណ៌ខ្មៅតើតោមួយពណ៌ខ្មៅតែម្ដងគឺវាស្រឡាញ់ហើយយើងមើលធម្មជាតិបាទស្រុកស្រែយើងខែនេះគឺអស់ទោះហើយមើលទៅនិយាយថាត្រជាក់ភ្នែកមែនទែនបងប្អូនបាទអានេះយើងចេញនេះប្រហែលជាខ្ទង់ម្លងម៉ោង7:01បាទជិះទៅពេញណាហើយនេះគឺតាមផ្លូវហ្នឹងគ្រូក្រហមហើយផ្លូវមិនស្រួលធ្វើដំណើរប្រហែលទេបងប្អូនកង់របស់យើងទៅសពឲ្យតឹងបន្តិចបានយើងអាចជិះទៅកើតបើមិនអញ្ចឹងទេហាងលក្ខណៈថាវារៀលកង់ក្រោយដែរជាពិសេសដូចខ្ញុំឌុបគ្នា2នាក់ទៀតហើយដូចវាជិះម្នាក់ឯងហ្នឹងមិនសូវអីទេបងខ្ញុំហើយបាទនោះមាន background ភ្នំមានបាទមានស្រូវមានអីហ្នឹងខែនេះដូចបងប្អូនឃើញស្រាប់នៅក្នុងវីដេអូហើយគឺឡើងស្អាតតែម្ដងគូផ្សំជាមួយនឹងម៉ូតូ ADV នេះទៀតយើងមើលទៅតាក់ទាញភ្នែកមែនទែនបាទហើយនេះគឺនៅខាងស្ដាំដៃនិយាយទៅគឺខែហ្នឹងយើងទៅស្រុកមានអារម្មណ៍ថា fresh មែនទែនបងប្អូនហើយតម្រាំតែខែកឋិនទៀតដែលមានស្រូវមានអីទៀតចាំមើលគឺអស់ទោះហើយនិយាយពីត្រជាក់ភ្នែកបងប្អូនណាយើងធ្លាប់ទៅនៅក្រុងនៅភ្នំពេញយើងធ្វើការទៅឃើញតែចរាចរណ៍កកស្ទះទៅយើងធុញយើងតបប្រមល់តែដល់ពេលយើងបានមកស្រុកអញ្ចេះគឺថាអើយបាច់និយាយរៀបរយបងប្អូនឃើញស្រាប់ដូចក្នុងវីដេអូហ្នឹងហើយបាទនិយាយពីបៃតងខ្ចីបាទហើយបើសិនជាផ្លូវកស៊ូទៀតហ្មងនេះខ្ញុំបានឡើងលើផ្លូវជាតិលេខ3ហើយគឺយើងធ្វើដំណើរមកភ្នំពេញវិញបាទហើយយើងមកដល់ភ្នំពេញយើងចំណាយពេលប្រហែលអត់ដល់1ម៉ោងស្រួលបួលទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហើយសម្រាប់ comment ខ្ញុំអត់តអានតបទេវីដេអូចាស់ខ្ញុំនឹងចូលទៅឆ្លើយតប comment បាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះអត់មានអីរៀបរាប់ច្រើនទេហើយជីកុងទ័រ100ជាង89 100 89 100ព្រោះផ្លូវជាតិលេខ3អត់សូវស្ទះដែរទេបាទពេលខ្ញុំធ្វើដំណើរមកនេះគឺចំថ្ងៃ24បាទអញ្ចឹងប្រហែលជាបងប្អូនយើងទៅពេញឬក៏ត្រឡប់ទៅពេញច្រើនគ្នាហើយបានតាមផ្លូវអត់សូវស្ទះដោយប្រហែលថ្ងៃមុនដែលសម្រុកទៅតាមខេត្តគ្រប់គ្នាគឺស្ទះចាលមែនទែនហើយបញ្ហាស្ទះចរាចរណ៍នេះគឺទាំងខ្ញុំទាំងគេទាំងបងប្អូនទាំងអស់គ្នាច្បាស់ជាធុញទ្រាន់ណាស់ហើយបាទជាពិសេសគឺអ្នកធ្វើដំណើរតាមឡានបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទ